មានការសំណពរពីបងប្អូន fan នៅក្នុង page របស់ខ្ញុំថាគាត់ឲ្យខ្ញុំថតវីដេអូរបៀបសូនផ្កាច្រើននេះគឺខ្ញុំធ្វើប្រភេទសូនផ្កា3សន្លឹក3ស្រទាប់ចឹងបងប្អូនមុននឹងធ្វើបងប្អូនលុញផ្កាដំបងគឺនៅរៀងធំតិចណាយកតែ3ស្រទាប់ទេគឺយើងដាក់រៀងចេញជាអក្សរ A មកខាងលើ1សងខាង2មកហើយយករៀងធំតិចណានៅពេលដែលយើងទ្រាប់បាតវាគឺយករៀងធំចឹងនៅពេលដែលបងប្អូនលុញវាឲ្យស្មើគ្នាហើយបងប្អូនយកមកទៅរៀបលើកញ្ចក់ហ្នឹងលើ1សងខាង2ហើយយើងចាប់ដើមធ្វើការសកត់ឲ្យចេញជារឿងស្លឹកឈើឲ្យធំមកបងប្អូនណាមើលតាមវីដេអូហ្នឹងទៅមើលដៃខ្ញុំទៅគឺខ្ញុំធ្វើអត់សូវលឿនទេតបមកបងប្អូនយកទៅអាំងម្សាចិនហើយបងប្អូនលុញ3ស្រទាប់ទៀតហើយ3ស្រទាប់នេះបងប្អូនលុញយករៀងទូចជាងមុនបន្តិចណាហើយយកមកដាក់ចេញជារឿងអក្សរ A ចំប្រឡោះដែលมันមានផ្កាចាចំប្រឡោះដែលវាមិនមានអីប្រឡោះចំហហ្នឹងយើងដាក់ឲ្យយើងធ្វើការធ្វើវែកញែកវាដូចស្រទាប់មុនចឹងបន្ទាប់មកយើងយកទៅអាំងម្សាទៀតបងប្អូនហើយចាំយើងធ្វើការលុញ3ទៀតហើយ3ទៀតហ្នឹងយកទូចជាងហ្នឹងទៀតចាកាន់តែទូចទៅចឹងណាបងប្អូនសម្រាប់បងប្អូនក៏មានថវិកាក្នុងការរៀនវគ្គខ្លីៗជាមួយខ្ញុំបងប្អូនអាចមើលវីដេអូខ្ញុំបានហើយអាច share អាច comment បានក្នុងការដែលខ្ញុំមានកម្លាំងចិត្តចែកជូនបងប្អូនមើល free រៀន free ចឹងសម្រាប់បងប្អូនក៏មានថវិកាគ្រប់គ្រាន់ក្នុងការរៀនចឹងណាបងប្អូនគ្រាន់តែ share ហើយនឹង comment ម្នាក់មួយ like ម្នាក់មួយហើយ follow page ម្នាក់មួយទៅគឺខ្ញុំនឹងចេញម៉ូតផ្កាច្រើនទៀតដើម្បីចែករំលែកជូនបងប្អូនឲ្យគាត់មានថវិកាក្នុងការរៀនបន្ទាប់មកគឺយើងយកវាទៅអាំងម្សាទៀតមកបងប្អូនហើយយើងលុញមួយទៀតតែមួយបានហើយដាក់ចំប្រឡោះកដារួចហើយយើងខ្វៀលឲ្យចេញជាដូចជាគូតខ្យងចឹងចាអាហ្នឹងគឺវាបដលផ្កាវាហើយសម្រាប់បងប្អូនដែលចង់លេងពណ៌សាប់ពណ៌អីពីលើទឹកផាត់ពណ៌ពីលើទឹកបានហើយវគ្គសូនផ្កានេះរៀនតាមអនឡាញតម្លៃតែ$25ទេបងប្អូនគឺយើងនឹងដាក់ម៉ូត20ទៅ30ម៉ូតជូនបងប្អូនហើយបន្ទាប់មកបងប្អូនគិតថាចង់លេងម៉ូតអីបន្ថែមតិចគឺយើងលេងទៅណានេះខ្ញុំគិតថាឃើញវារៀងទលាយពេកចឹងក៏ខ្ញុំបន្ថែមរៀងវ៉ារៀងដំណក់ទឹកអីតិចចឹងណាបងដើម្បីកុំឲ្យវាមើលឃើញរៀងទលាយចឹងណាបងប្អូនដែលមិនទាន់ចុះឈ្មោះរៀនវគ្គសិក្ខាសាលានៅខេត្តស្ទឹងត្រែងអាចចុះឈ្មោះហើយណាបងប្អូនណាគឺយើងនៅសល់ពេលវេលារយៈពេល1ខែទៀតក្នុងការទទួលសិស្សរៀនចឹងអរគុណមែនទែនសម្រាប់បងប្អូនដែលគាត់តែងតែគាំទ្រគ្រប់វីដេអូដែលខ្ញុំបរៀនចេញទៅចាអរគុណ